នៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកនៅថ្ងៃនេះខ្ញុំសូមនាំយកព័ត៌មានសំខាន់ចំនួន4មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នានៅថ្ងៃនេះគឺបើយោងតាមការផ្សាយរបស់ CNN ឲ្យដឹងថារដ្ឋសភានៅថ្ងៃនេះបានបោះឆ្នោតសម្រាប់កំហិតអំណាចសង្គ្រាមរបស់លោកប្រធានាធិបតី Donald Trump នៅក្នុងប្រទេសអ៊ីរ៉ង់បាទដែលនេះជាការស្ដីបន្ទោសដ៏ខ្លាំងផងដែរទៅដល់លោកប្រធានាធិបតី Donald Trump ដែលបានធ្វើសង្គ្រាមដោយមិនមានការអនុញ្ញាតពីរដ្ឋសភានាពេលកន្លងមកនេះហើយព័ត៌មានទី2នេះគឺលោកប្រធានាធិបតី Donald Trump បានប្រកាសម្ដងទៀតហើយថាអ៊ីរ៉ង់ឥឡូវនេះព្រមប្រគល់សារធាតុនុយក្លេអ៊ែរមកឲ្យសហរដ្ឋអាមេរិកបាទគឺឲ្យសហរដ្ឋអាមេរិកទៅយកពីរោងចក្រនុយក្លេអ៊ែរដែលបានរងការបំផ្លាញដោយការវាយប្រហាររបស់សហរដ្ឋអាមេរិកកាលពីឆ្នាំមុនបាទគឺបានសហរដ្ឋអាមេរិកបានប្លង់ចំរោងចក្រនុយក្លេអ៊ែរហើយបើតាមខាងទីភ្នាក់ងារធម្មពលនុយក្លេអ៊ែរអង្គការសហប្រជាជាតិថាសារធាតុវីរ៉ាញ៉ូមនោះគឺនៅក្នុងរោងចក្រនោះទេអត់ទៅណាទេឥឡូវនេះគឺលោកត្រាំថាអ៊ីរ៉ង់ព្រមឲ្យសហរដ្ឋអាមេរិកយកមកចាត់ចែងកំទេចចោលឬយ៉ាងណាទៅតាមការចង់បានរបស់សហរដ្ឋអាមេរិកហើយព័ត៌មានទី3នេះគឺក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានប្រកាសថាអ៊ីស្រាអែលនិងលីបង់បានព្រមព្រៀងគ្នាទៅលើបទច្បាញ់មួយទៀតហើយដោយចូលលើលក្ខខណ្ឌមួយថាក្រុម Hezbollah ត្រូវតែបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនផងដែរហើយព័ត៌មានចុងក្រោយបាទសូមជូនរបៀបធ្វើការនៅសហរដ្ឋអាមេរិកតិចគឺនៅថ្ងៃនេះថ្ងៃពុធទី3ខែមិថុនានេះលោកប្រធានាធិបតី Donald Trump បានចេញបទបញ្ជាប្រធានាធិបតីមួយទៀតហើយឬក៏ហៅថាបទបញ្ជានីតិប្រតិបត្តិដែលជាបទបញ្ជារបស់លោកប្រធានាធិបតីតែម្ដងគឺដកសិទ្ធិមន្ត្រីរដ្ឋការរបស់សហរដ្ឋអាមេរិកថ្នាក់ធំបាទរហូតដល់8000នាក់បាទគឺมันមានការការពារពីរដ្ឋាភិបាលទៀតទេបានន័យថាពួកគេអាចនឹងដេញចោលពេលណាក៏បានមិនពិបាកដូចក្នុងពេលកន្លងមកគឺមិនងាយបណ្ដេញបុគ្គលិករដ្ឋាភិបាលចេញបាននោះឡើយបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាព័ត៌មានទី1នេះខ្ញុំសូមដកស្រង់នៅសេចក្តីរាយការណ៍របស់សារព័ត៌មាន CNN ក៏បានរាយការណ៍ដឹងថានៅថ្ងៃពុធនេះគឺរដ្ឋសភារបស់សហរដ្ឋអាមេរិកបានបោះឆ្នោតទៅលើសេចក្តីសម្រេចមួយដែលនឹងកំហិតអំណាចរបស់លោកប្រធានាធិបតី Donald Trump ក្នុងការធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ការនេះមានន័យថាម៉េចវាគឺជាការស្ដីបន្ទោសមួយទៅដល់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ដែលកំពុងតែជាប់ដៃនៅក្នុងសង្គ្រាមនេះបាទហើយចង់ឲ្យមានការយល់ព្រមឬក៏ជំរាបមកខាងសភាឲ្យបានដឹងផងគឺនេះជាកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់គណៈបកប្រជាធិបតេយ្យហើយបានជោគជ័យនៅថ្ងៃនេះគឺធ្វើយ៉ាងណាដើម្បីកំហិតអំណាចរបស់លោកប្រធានាធិបតី Donald Trump នៅក្នុងការធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នេះបាទហើយគឺឥឡូវនេះនៅខាងព្រឹទ្ធសភាក៏មានការគ្រប់គ្រងជាបន្តបន្ទាប់នៅខាងរដ្ឋសភាក៏មានការគ្រប់គ្រងជាបន្តបន្ទាប់ចេញពីគណៈបកចេញពីសមាជិកព្រឹទ្ធសភាគណៈបកសាធារណរដ្ឋរបស់លោកប្រធានាធិបតី Donald Trump នឹងតែម្ដងបាទគឺក្នុងរយៈពេលប្រហែលសប្តាហ៍នេះគឺខាងគណៈបកប្រជាធិបតេយ្យប្រឹងទៀតដាក់សេចក្តីស្នើច្បាប់មួយប្រាជ័យដាក់មួយសារទៀតបាទទៅវិញទៅមកឥឡូវនេះគឺនៅថ្ងៃនេះជាប្រវត្តិសាស្ត្រគឺអាចទទួលបានជោគជ័យហើយដោយសម្លេងគ្រប់គ្រងទៅលើសេចក្តីសម្រេចនេះចំនួន215ទល់នឹង208សម្លេងបាទប្រឆាំងដែលអ្នកដែលមកពីគណៈបកសាធារណរដ្ឋហ្នឹងគឺមានសមាជិកមួយរដ្ឋសភាមួយចំនួនខ្ញុំមិនរកឈ្មោះទេដែលប្រិមិត្តបាទរកឈ្មោះចុះបាទឲ្យប្រិមិត្តខ្លះគាត់ដឹងគឺលោក Thomas Massie Brian Fitzpatrick Tom Barrett និង Warren Davidson បាទគឺងាកមកគ្រប់គ្រងសេចក្តីសម្រេចដែលស្នើឡើងដោយគណៈបកប្រជាធិបតេយ្យហើយតែម្ដងដោយគាត់បានថ្លែងថាប្រជាពលរដ្ឋនៅមណ្ឌលរបស់គាត់ឥឡូវនេះមានការខឹងសម្បាបាទខ្លាំងណាស់បាទខឹងសម្បាខ្លាំងណាស់ដោយសារតែការនឿយណាយនឹងការចំណាយថ្លៃសាំងនឹងវាថ្លៃបាទឥឡូវនឹងសម្រាប់ប្រេងសាំងនៅរដ្ឋ Kentucky របស់គាត់ហ្នឹងគឺឡើង1 gallon ហ្នឹងគឺ$5បាទ1 gallon ហ្នឹងគឺ1 gallon មានចំណុះ3លីត្រ78ណា3លីត្រជិត4លីត្របាទ1 gallon ហ្នឹងគឺ$5ទៅហើយប្រេងមកស៊ូតវិញគឺ1 gallon គឺ$6បាទ$6ដែលទីនេះដែលនេះជាការមួយដាក់បន្ទុកទៅលើបាទពលរដ្ឋដែលប្រើប្រាស់ប្រេងសាំងបាទធ្វើដំណើរហ្នឹងហើយមិនត្រឹមតែប៉ុណ្ណោះទេគឺតម្លៃជីបាទតម្លៃជីក៏ឡើងថ្លៃផងដែរដោយសារតែការប្រើប្រាស់ប្រេងសម្រាប់ដឹកជញ្ជូននេះហើយក៏ឡើងថ្លៃទៀតអញ្ចឹងធ្វើឲ្យកសិករមួយចំនួនបាទពិបាកក្នុងការទិញជីផងហើយត្រូវចំណាយខ្ពស់ជាងមុនផងដើម្បីទិញជីនេះបាទដែលធ្វើឲ្យខាងគណៈបកសាធារណរដ្ឋហ្នឹងក៏មានការខឹងសម្បាដែរដោយសារតែបាទនៅរដ្ឋមួយចំនួនគឺសមាជិករដ្ឋសភាគណៈបកសាធារណរដ្ឋហ្នឹងគឺនៅមណ្ឌលរបស់គាត់ហ្នឹងគឺជា farm ជាកសិដ្ឋានតែម្ដងបាទតែខ្មែរយើងហៅថាជាចំការបាទជាចំការសម្រាប់គឺធ្វើកសិកម្មដល់ពេលអញ្ចឹងទៅគាត់ជួបប្រទះបញ្ហាទាំងអស់នោះបាទនេះជាព័ត៌មានទី1ណាបាទព័ត៌មានទី1ហើយព័ត៌មានទី2នេះគឺលោកប្រធានាធិបតី Donald Trump បានប្រកាសទៀតហើយនៅថ្ងៃនេះបាទថ្ងៃពុធទី3ខែមិថុនានេះលោកបានមានប្រសាសន៍ថាអ៊ីរ៉ង់ឥឡូវនេះបានយល់ព្រមអនុញ្ញាតឲ្យសហរដ្ឋអាមេរិកចូលទៅក្នុងប្រទេសរបស់ខ្លួនដើម្បីជីកយកបាទសារធាតុនុយក្លេអ៊ែរដែលបានកប់នៅក្នុងរូងភ្នំដែលជារោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលសហរដ្ឋអាមេរិកបានបើកការវាយប្រហារក្នុងពេលកន្លងមកនេះបាទការវាយប្រហារកាលពីរដូវក្តៅឆ្នាំមុនគឺសហរដ្ឋអាមេរិកបានប្រើប្រាស់យន្តហោះ
ទម្លាក់គ្រាប់បែកប្រភេទ B2 ក្នុងអំឡុងប្រតិបត្តិការ Midnight Hammer ញញួរពាក់កណ្ដាលរាត្រីបាទប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់មួយចំនួនដែលលាក់ខ្លួននៅក្នុងព្រៃបាទហើយបើតាមទីភ្នាក់ងារធម្មពលអាតូមិកឬធម្មពលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានបញ្ជាក់ឲ្យដឹងថាក្របសារធាតុនុយក្លេអ៊ែរហ្នឹងឥឡូវហ្នឹងនៅតែកប់នៅក្នុងដីនៅឡើយទេនៅក្នុងរោងចក្រហ្នឹងដែលក្រោយពីសហរដ្ឋអាមេរិកបានផ្លោងចំរោងចក្រហ្នឹងហើយធ្វើឲ្យបាទវាដួលរលំនៅក្នុងភ្នំនោះបាទចឹងលោកប្រធានាធិបតីបានប្រកាសបាទលោកនិយាយដូចជាពាក្យដដែលច្រើននៅក្នុងសម្ដីគឺលោកដោយសង្ខេបទៅខ្ញុំចូលមិនអានសម្ដីផ្ទាល់របស់គាត់គឺបានន័យថាឥឡូវហ្នឹងអ៊ីរ៉ង់ព្រមឲ្យហើយក៏ប៉ុន្តែឲ្យសហរដ្ឋអាមេរិកទៅយកខ្លួនឯងទៅពីព្រោះសារធាតុហ្នឹងវាកប់នៅក្នុងដីរោងចក្រនុយក្លេអ៊ែរបន្ទាប់ពីសហរដ្ឋអាមេរិកវាកំទេចអញ្ចឹងអាមេរិកផ្លោងចំខ្ទេចណាកាលពីលើមុនមានរបាយការណ៍ផ្សេងៗថាมันខូចខាតខ្លាំងប៉ុន្តែឥឡូវខ្ទេចហ្នឹងបាទហើយអ៊ីរ៉ង់ហើយលោកប្រធានាធិបតីថាអាមេរិកនឹងចូលទៅបាទអាមេរិកនឹងចូលទៅយកក៏ប៉ុន្តែមិនទាន់ចូលទៅយកនៅពេលឥឡូវនេះទេចាំកិច្ចព្រមព្រៀងសន្តិភាពបានសិនពីព្រោះលោកមិនចង់បញ្ជូនទាហានរបស់សហរដ្ឋអាមេរិកហើយចូលទៅមានគ្រោះថ្នាក់នោះទេបាទនិយាយចង់ឡើងច្រឡំមកគឺលោកបានបញ្ជាក់ថាអ៊ីរ៉ង់ព្រមបាទតែការពិតយ៉ាងណាអ៊ីរ៉ង់ព្រមឬមិនព្រមគឺចាំមើលការវិវត្តក្នុងរយៈពេលប្រហែលថ្ងៃទៅមុខតទៅទៀតផងដែរព័ត៌មានទី3នេះគឺជាដំណឹងល្អមួយដែរដែលអាចជួយទៅដល់កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់នោះគឺក្រសួងការបរទេសដែលបានសម្របសម្រួលឲ្យមានកិច្ចប្រជុំរវាងខាងអ៊ីស្រាអែលជាមួយនឹងលីបង់បាទឥឡូវនេះបានសម្រេចហើយនៅចាំបាននេះព្រោះម្សិលមិញខ្ញុំបានរីកាជូនប្រិមត្តដែរគឺថាមានការជួបប្រជុំគ្នាមែនទេបាទឥឡូវនេះគឺនៅមុននេះបន្តិចគឺប្រកាសថាមានលទ្ធផលល្អគឺបានន័យថាភាគីទាំងពីរនឹងបានព្រមព្រៀងគ្នាហើយបាទកិច្ចប្រជុំនោះគឺហៅថាកិច្ចប្រជុំត្រីភាគីដូចករណីរឿងខ្មែរជាមួយនឹងសៀមដែរនោះគឺមានប្រជុំអាមេរិកប្រជុំសៀមប្រជុំជាមួយនឹងកម្ពុជាផងដែរបាទឥឡូវនេះគឺហើយគឺកាលនោះដូចជា4បាទ4គឺមានម៉ាឡេស៊ីផងដែរកាលនោះមានម៉ាឡេស៊ីផងដែរនៅនេះបាទអញ្ចឹងនៅអ៊ីរ៉ង់អ៊ីស្រាអែលហើយនិងលីបង់ចាញ់ខ្មែរយើងណាបាទយើង4ភាគីណាបាទដូច្នេះគឺថាព្រមព្រៀងជុំបាញ់គ្នាហើយបាទចាប់ពីថ្ងៃកិច្ចប្រជុំនេះបានធ្វើកាលពីថ្ងៃទី2ថ្ងៃទី3ខែមិថុនានេះបាទហើយដោយមានលក្ខខណ្ឌថាអ៊ីស្រាអែលលែងរុលទៅមុខតទៅទៀតលែងប្រយុទ្ធទៅទៀតនៅក្នុងតំបន់របស់ប្រទេសលីបង់បាទហើយខាងលីបង់នោះក៏គេនឹងបង្កើតនៅតំបន់ពីឡុតតំបន់ហោះហើរមួយដែលគឺខាងលីបង់ជាអ្នកគ្រប់គ្រងបាទពីព្រោះអីកិច្ចព្រមព្រៀងនេះគឺมันមានការចូលរួមពី Hamas មែនអញ្ចឹងគេដាក់លក្ខខណ្ឌថាមិនមែន Hamas ទេ Hezbollah បាទក្រុម Hezbollah គឺនឹងត្រូវទទួលព្រមផងដែរថានឹងជប់ការវាយប្រហារមកលើអ៊ីស្រាអែលបើមិនដូច្នោះទេអ៊ីស្រាអែលក៏មិនជប់ការវាយប្រហារនោះដែរបាទអញ្ចឹងនេះគឺជាការមួយដែលអាចនឹងបាទបន្ធូរបន្ថយស្ថានភាពបន្តិចផងដែរបាទហើយនៅក្នុងការវិវត្តដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់នោះបាទដែលជាមូលហេតុនៃការច្បាំងគ្នាបន្តរហូតដល់នោះគឺនៅថ្ងៃនេះខាងយុទ្ធភូមិភាគកណ្ដាលរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ឲ្យដឹងថាខ្លួនបានបើកការវាយប្រហារមួយលើកទៀតហើយទៅលើកោះ Qasem របស់អ៊ីរ៉ង់បាទដោយសារតែអ៊ីរ៉ង់បានវាយប្រហារទៅលើប្រទេសគូវេតហើយនិងប្រទេសបារ៉ែនហើយបើតាមការឲ្យដឹងនេះគឺការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើគោលដៅនៅក្នុងប្រទេសគូវេតនោះគឺបានបណ្ដាលឲ្យមនុស្សចំនួន63នាក់រងរបួសហើយនេះបើយោងតាមក្រសួងការបរទេសរបស់ប្រទេសគូវេតបាទហើយខាងវិជាការកណ្ដាលរបស់សហរដ្ឋអាមេរិកក៏បានបាញ់ទម្លាក់ drone របស់អ៊ីរ៉ង់បាទដែលបានបាញ់សម្ដៅមកកងកម្លាំងរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសគូវេតបាទអញ្ចឹងដូច្នេះនេះគឺជាការវិវត្តមួយផ្សេងទៀតផងដែរបាទប្រិមិត្តនៅឃើញរូបជាប់គាំងទៀតហើយយ៉ាងម៉េចទេឥឡូវបាទបាទអូរូបខ្ញុំជាប់គាំងប៉ុន្តែឯកសារនៅបើសូមអធិស្ឋាន refresh មើលមក plate មើលបើជាប្រិមិត្តបាទអូមើលកំអាលមិនទៅគាំងបាទគាំងរូបគាំងរៀងឃើញនៅស្ងៀមចឹងបាទឥឡូវនេះសូមចូលភាសាទៀតបាទសូមចូលភាសាទៀតបាទព័ត៌មានទី4ណាព័ត៌មានទី4បាទព័ត៌មានទី4នេះគឺជារឿងមួយកើតឡើងនៅសហរដ្ឋអាមេរិកសម្រាប់មន្ត្រីរដ្ឋការសហរដ្ឋអាមេរិកបាទនៅថ្ងៃនេះគឺលោកប្រធានាធិបតី Donald Trump បានចេញប័ណ្ណបញ្ជាប្រធានាធិបតីគឺគេហៅថាប័ណ្ណបញ្ជានីតិប្រតិបត្តិគឺដកសិទ្ធិការពារទៅដល់មន្ត្រីរដ្ឋការចំនួន 8,000 នាក់បាទមិនមែនទូទៅទេសម្រាប់អ្នកនៅក្នុងកម្រិតគេហៅ GS15 គឺនៅក្នុងខាងមន្ត្រីរដ្ឋការរបស់សហរដ្ឋអាមេរិកគឺកម្រិតខ្ពស់ជាងគេបំផុតហើយណា General Schedule បាទគឺ GS15 ហ្នឹងគឺជាមេធំបាទនៅក្នុងរដ្ឋការសហរដ្ឋអាមេរិកបាទនៅទីនេះគឺពី GS13 14 15គឺកម្រិតកម្ពុជាកម្រិតថ្នាក់ពួក manager ពួក supervisor manager នៅក្នុងកម្រិតប៉ុណ្ណឹងណាបាទអញ្ចឹងឥឡូវនេះគឺពួក14 13អត់ទាន់ប៉ះទេគឺប៉ះពួកខាង15មេគឺរហូតដល់ 8,000 នាក់បាទ 8,000 នាក់បាទ
កាលពីមុនគេរំពឹងថាអាចនឹងមានរហូតដល់ 50,000 នាក់ផងដែលលោកប្រធានាធិបតីនឹងដកសិទ្ធិការពាររបស់ពួកគាត់នោះបាទគឺបានន័យថាម៉េចបានន័យថាបើសិនជាមានអ្វីខុសឆ្គងបាទគឺអាចនឹងបណ្ដេញចោលបាទភ្លាមៗតែម្ដងដូចនៅក្រុមហ៊ុនដូចនៅតំណែងនយោបាយដែរនិយាយរួមដូចស្តៀងនឹងតំណែងនយោបាយដែរតំណែងនយោបាយគឺចូលមកអាចនឹងបណ្ដេញឈប់ពេលណាក៏បានដែរប៉ុន្តែមន្ត្រីរដ្ឋការរបស់សហរដ្ឋអាមេរិកគឺពិបាកនឹងបណ្ដេញមានការការពារច្រើនបាទអញ្ចឹងឥឡូវលោកដកសិទ្ធិចំនួន 8,000 នាក់ដែលជានៅកម្រិត GS15 ហ្នឹងបាទកម្រិតកំពូលហ្នឹងបាទ GS15 ហ្នឹងបាទហើយបាទគឺបើទោះបីជានៅពេលនេះលោកដកសិទ្ធិចំនួន 8,000 នាក់ក៏ប៉ុន្តែក៏បាទក៏អាចនឹងមានបន្ថែមទៀតផងដែរថាតើដល់ប្រហែលអ្នកពីមុនគេបារម្ភថាដល់ 50,000 នាក់បាទអញ្ចឹងនៅក្នុងក្របខ័ណ្ឌរដ្ឋការសហរដ្ឋអាមេរិកគឺពី13 14 15គឺខាងរដ្ឋាភិបាលជាអ្នកការពារឧទាហរណ៍ដូចជានៅខាងនៅពេជ្រសម្បត្តិបង្ចប់បញ្យល់ឲ្យយល់ពីរចនាសម្ព័ន្ធដូចសហការីខ្ញុំដែលគាត់នៅខាងក្រោមហ្នឹងគឺពួកគាត់មានខាងសហជីពបាទសហជីពការពារពេលដែលមានរឿងរ៉ាវអីជាមួយនឹងមេគឺពួកសហជីពគាត់មកបាទការពារពួកគាត់ដូចពួកខ្ញុំដែលជាអ្នកមេហ្នឹងគឺយើងអត់មានសហជីពការពារទេបាទព្រោះគាត់មានរឿងរ៉ាវជាមួយបុគ្គលិកគឺពួក human resource ជាអ្នកការពារយើងវិញពួកមេធាវីរដ្ឋាភិបាលជាអ្នកការពារយើងវិញបាទអញ្ចឹងណាបាទអញ្ចឹងគឺវាខុសគ្នាអញ្ចឹងបាទខុសគ្នាអញ្ចឹងឥឡូវដូចជាក្នុងករណីពេលបច្ចុប្បន្ននេះបាទពេលដែលមានរឿងរ៉ាវនៅខាង VOA ដែលមានការផ្អាកការងារហ្នឹងបាទបើមានមិនដឹងគឺពួក union សហជីពជាអ្នកការពារពួកបុគ្គលិកសហការីខ្ញុំហ្នឹងពួកខ្ញុំត្រូវរកមេធាវីខ្លួនឯងទៅពីព្រោះពេលហ្នឹងក្នុងពេលកន្លងមកពេលបំពេញការងារបើមានរឿងរ៉ាវពាក់ព័ន្ធនឹងការងារគឺមេធាវីរដ្ឋាភិបាលជាអ្នកការពារយើងទល់ជាមួយនឹងកូនចៅយើងតែឡើយយើងមានរឿងជាមួយរដ្ឋាភិបាលវិញចឹងមេធាវីរដ្ឋាភិបាលអត់មកការពារយើងបានទេជីមែនរីសក៏អត់មកការពារយើងដែរយើងទៅរកមេធាវីខ្លួនឯងអញ្ចឹងនេះគឺជារបៀបធ្វើការនៅសហរដ្ឋអាមេរិកណាដែលខ្ញុំចង់ឲ្យប្រិយមិត្តបានដឹងប៉ុណ្ណឹងបន្តិចអញ្ចឹងណាបាទវាមានលក្ខខណ្ឌគេច្រើនទៀតរវាងsupervisor manager ហើយនឹងខាងបុគ្គលិកគាត់នៅខាងក្រោមបាទអញ្ចឹងកម្រិត13 14 15ហ្នឹងគឺកម្រិតធំហ្នឹងគឺបើសិនជានៅខ្មែរ15ហ្នឹងដូចជាអគ្គនាយកហើយបាទអគ្គនាយកបាទអញ្ចឹង14ដូចអគ្គនាយករងហើយ13ហ្នឹងឡើងដូចនាយកធានយុគឋានហើយបាទកម្រិតបែបហ្នឹងឡើងទៅណាបាទអញ្ចឹងរងវាស្មើបាទអាចនឹងរងពួកហ្នឹងគឺខាង ambassador គឺផាក់ផែនហ្នឹងដែររងស្មើគ្នានឹងទាំងអស់បាទឋានៈណាបាទកម្មប្រៃហ្នឹងគឺស្មើគ្នានឹងបាទគាត់ថា ambassador គេមានគេថាជាអាណាបកដើមខ្សែគេមានអំណាចច្រើនជាងគេមានប្រជាធានប្រជាស៊ីវិលប្រជាអឺរ៉ុប100,000 អ្នកបានបាទប៉ុន្តែគាត់ថាបើរងបាទនិយាយពីឋានៈនុក្រមគឺកម្រិតដូចគ្នានឹងប៉ុន្តែគាត់គេហៅផ្សេងបាទពួក diplomat បាទអញ្ចឹងឥឡូវនេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump នៅក្នុងការដកសិទ្ធិអំណាចបាទបុគ្គលិករដ្ឋាភិបាលបាទក៏ប៉ុន្តែថាតើក្រោយពីចប់រដ្ឋបាលលោក Trump តើគេបញ្ចូលមកវិញឬយ៉ាងណាយើងអត់ដឹងដែរយ៉ាងហោចណាស់ក៏នៅក្នុងការដឹកនាំរបស់លោកក្នុងរយៈពេលបាទដល់សំណុំលោកចាប់អាណត្តិនេះបាទចាប់អាណត្តិនេះគឺនឹងមានការដកសិទ្ធិមួយចំនួនទៀតនៅមន្ត្រីរដ្ឋការពីព្រោះអីលោកចង់បណ្ដេញមនុស្សមួយចំនួនបាទដែលមិនស្មោះត្រង់ជាមួយនឹងរដ្ឋាភិបាលគឺឲ្យចេញបានពីព្រោះបើកាលណាមានការការពារបាទបុគ្គលិករាជការរបស់រដ្ឋាភិបាលគឺយើងអត់មានការពារឬក៏ស្មោះស្ម័គ្រជាមួយនឹងគណៈបកណាទេបាទពីកម្រិត15ចុះមកហ្នឹងគឺយើងអត់មានកូតានយោបាយទេគឺបានន័យថាបកណាក៏ដោយកាន់អំណាចក៏យើងនៅតែធ្វើការបម្រើដែរបាទប៉ុន្តែលោកប្រធានាធិបតីបាទលោកមិនចង់ឲ្យចឹងទេបាទគឺឲ្យមានការការពារច្បាស់លាស់ទេគឺបើកាលណាធ្វើខុសហ្នឹងគឺមានសិទ្ធិអាចនឹងបណ្ដេញចោលភ្លាមដូចតម្លៃនយោបាយដែរបាទអញ្ចឹងនេះគឺជាសេចក្តីរាយការណ៍មួយរបស់សារព័ត៌មាន NPR ដែលខ្ញុំសូមដកស្រង់ជូនប្រិយមិត្តប៉ុណ្ណេះបាទអញ្ចឹងអរគុណប្រិយមិត្តច្រើនដែលចូលមកទទួលយកការចែករំលែកព័ត៌មានរបស់ខ្ញុំពីបច្ចុប្បន្នភាពអាមេរិកណាបាទអញ្ចឹងសូមអរគុណប៉ុណ្ណេះបាទសូមជម្រាបលាឥឡូវនេះសូមទទួលសំណួរមួយក្រោយនៅមានសំណួរអីប៉ុណ្ណាមងបាទអូបាទលោកតាមជាពិតជាគោពិភពលោកណាបរមីសាបងសូមជួយពន្យល់បន្តិចគេតែងតែនិយាយថាការទូតខ្មែរមានព្រៀបដូចថៃតែមានចំណុចឬអំណាចបែបណាដែលធ្វើឲ្យយើងអាចមើលឃើញបែបនេះបាទគឺសំណួរនឹងល្អដែរខ្ញុំក៏ធ្លាប់បាននិយាយដែរណាក្នុងពេលកន្លងមកគឺពេលដែលភ្លាមយើងចាប់ដើមចេញទៅប៉ាមកគឺអ្វីដែលយើងនិយាយគឺអន្តរជាតិបានទទួលស្ដាប់ឮបាទយើងចាត់មានវិធានការយើងនៅចាំបានទេនៅពេលដែលម៉ាឡេស៊ីគាត់ធ្វើជាប្រធានបាទប្រធានពេលនោះមានការប្រយុទ្ធគ្នាដំបូងនោះបាទដំបូងគឺម៉ាឡេស៊ីគាត់យកចិត្តទុកដាក់បាទអ្វីដែលកម្ពុជាយើងបាននិយាយទៅប្រាប់នោះគឺគាត់យកចិត្តទុកដាក់ហៅការសន្ទនាគ្នាភ្លាមតែម្ដងបាទនៅឆាកអន្តរជាតិនេះក៏មានការយកចិត្តទុកដាក់ដែរនៅពេលដែលកម្ពុជាបានបណ្ដឹងមកខាងក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិគឺមានការរៀបចំប្រជុំផងដែរហើយកិច្ចការមួយចំនួនដែលអ្នកការទូតរបស់សហរដ្ឋអាមេរិកសំទោសអ្នកការទូតរបស់កម្ពុជាបានលើកឡើងសូម្បីទាំងរឿងពាក់ព័ន្ធជាមួយនឹងមីននៅចាំបាននេះរឿងមីនគឺលោកលីធុចអញ្ជើញមកខាងក្រៅនិយាយមាននោះក៏មានការអនុគ្រោះយោគយល់ទៅតាមស្ថានភាពដែលកម្ពុជាជួបប្រទះដែរបើទោះបីជាថៃគាត់ខំប្រឹងប្រែងយករឿងមានធ្វើជារឿងធំក៏ប៉ុន្តែអន្លូងមួយពនួងពីខាងអន្តរជាតិនោះគឺដាក់ទៅវិញស្ដាប់តាមកម្ពុជាហើយសូម្បីតែជាមួយនឹងសហរដ្ឋអាមេរិកហើយជាមួយនឹងសហរដ្ឋអាមេរិកដូចដែលខ្ញុំធ្លាប់បាននិយាយលើមុនអញ្ចឹងអាមេរិកហើយនឹងថៃបាទគឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញានឹងដូចជាបងប្អូនហើយនឹងមិត្តភក្តិបងប្អូនអញ្ចឹងនៅពេលដែលមិត្តភក្តិបងប្អូនមានបញ្ហាជាមួយអ្នកដទៃតាមធម្មតាជាកត្តាប្រវត្តិសាស្ត្របើជាកត្តាគេថាសច្ចានុមន្តគឺបងប្អូនត្រូវទៅជួយមិត្តភក្តិឯងទោះបីខុសត្រូវក៏ដោយគឺយើងត្រូវកាន់ជើងពូម៉ាក់យើងដែរចុះបើក្នុងករណីដែលមិត្តភក្តិយើងឬក៏បងប្អូនមិនកាន់ជើងមិត្តភក្តិបងប្អូនមិនកាន់ជើងខាងណាបងប្អូននៅឈរ
និយាយឲ្យពីអ្នកនិយាយគ្នាមិនលុកជួយខាងណាគឺបានន័យថាម៉េចបានន័យថាបាទបងឲ្យតម្លៃភាគីម្ខាងទៀតហើយយើងមិនកាន់ជើងមិត្តភក្តិទាំងងឹតងល់ទេបាទនៅកម្ពុជានិងថៃក៏ចឹងដែរយើងមើលចំហរបស់សហរដ្ឋអាមេរិកគឺនៅកណ្ដាលជានិច្ចបើទោះបីជាសហរដ្ឋអាមេរិកជាដៃគូជាសម្ព័ន្ធមិត្តសន្ធិសញ្ញាជាមួយនឹងប្រទេសថៃក៏ដោយបាទនៅមានរឿងច្រើនទៀតបាទនៃការរួមទាំងមានការចរចាពាណិជ្ជកម្មហ្នឹងគឺខាងកម្ពុជាបានទទួលការយកចិត្តទុកដាក់ច្រើនដែរបាទដូចជាក្នុងករណីថ្ងៃពិសិដ្ឋវិញគឺកម្ពុជានឹងទទួលពន្ធបន្ថែមតែចំនួន 10% បាទថៃដល់ 12.5% ដូច្នេះមានកិច្ចការច្រើនដែលកិច្ចការពេលខ្លះដែលយើងមើលអត់ឃើញទេកិច្ចការងារការទូតនឹងមួយបើបងប្អូនធ្លាប់ធ្វើមេនៅក្នុងខ្ញុំអត់ដែរធ្វើកិច្ចការរដ្ឋការខ្មែរទេណាខ្ញុំធ្វើតែនៅអង្គការសហប្រជាជាតិហើយនឹងនៅខាងរដ្ឋការអាមេរិកនេះគឺជាមេគេប្រើពាក្យថាជា coordinator ជាអ្នកសម្របសម្រួលការងារហើយតាមធម្មតាការងារជា coordinator ហ្នឹងគឺពិបាកមើលឃើញពិបាកមើលឲ្យឃើញណាដូចគ្នានឹងការទូតយ៉ាងដែរបើកាលណាយើងធ្វើសកម្មភាពការទូតវាអត់ដូចសកម្មភាពប្រដាប់អាវុធទេប្រដាប់អាវុធបើថាចាញ់ឈ្នះដឹងតែអស់ដីឬក៏ស្លាប់ទ័ពអានឹងដឹងឈ្នះដឹងចាញ់ហ្នឹងគឺមើលឃើញប៉ុន្តែការងារការទូតជាការងារមួយដែលមានលក្ខណៈបាទទុនភ្លុនបត់បែនលទ្ធផលមើលមិនឃើញជាក់ស្ដែងភ្លាមហើយទៅការពេលយូរបាទប៉ុន្តែយើងអាចបោះវែងតាមរយៈកត្តាដែលខ្ញុំបានជម្រាបអំបញ្ញមិញហ្នឹងបាទរឿងកាត់ឡើងយ៉ាងម៉េចមានការយកចិត្តទុកដាក់យ៉ាងម៉េចម៉ាឡេស៊ីក៏យកចិត្តទុកដាក់ម៉េចសហរដ្ឋអាមេរិកកាន់ចំហយ៉ាងម៉េចសហគមន៍អន្តរជាតិដូចជាបារាំងអង្គការសហប្រជាជាតិគេបាននិយាយយ៉ាងម៉េចបាទនៅក្នុងទំនាស់ពេលបច្ចុប្បន្ននេះគេមិនអាចនិយាយភ្លាមថាអ្នកនេះខុសអ្នកនេះត្រូវទេគេយើងមើលឃើញតាមរយៈសកម្មភាពដែលគេប្រតិកម្មតបយើងវិញអានេះយើងអាចវិតម្លៃបានហើយបាទនេះគឺជាការចូលរួមចំណែករបស់ខ្ញុំប៉ុណ្ណឹងបាទហើយបើយើងចំណុចចុងក្រោយមួយទៀតវាយើងពិនិត្យមើលក្រុមការងារវិញបាទយើងដឹងថាថៃគាត់ធ្លាប់ធ្វើការងារការទូតការងារ lobby នៅខាងក្រៅហ្នឹងគឺប្រៀបដូចជាបាយព្រឹកបាយល្ងាចរបស់គាត់អញ្ចឹងគាត់និយាយរួមពួកខ្ញុំនៅខាងក្រៅខ្ញុំថា free ride គឺថៃគាត់ជិះសេះលែងដៃតាំងពីយូរហើយក្នុងការធ្វើការងារការទូតការងារវប្បធម៌ហ្នឹងគឺគាត់មកលុយហ្មងសូម្បីតែបដាល់ក៏ដាក់មួយថៃអញ្ចឹងទៅឥឡូវខ្មែរដាក់គុណខ្មែរគាត់ចង់ខាងបាទជីនឹងវងលើមុនគាត់ថាថៃបេសូអញ្ចឹងទៅបាទកពើភ្នំហ្នឹងគាត់ថាថៃក្រកកដាយអញ្ចឹងទៅគាត់នឹងមកក៏ប៉ុន្តែនៅពេលចុងក្រោយនេះឃើញក្រុមការងារបច្ចុប្បន្នហ្នឹងគេធ្វើកិច្ចការនេះបានល្អបានន័យថាកម្លាំងទប់បាទកម្លាំងទប់ច្រើនរហូតដល់មានការចូលរួមអន្តរកម្មពីសហរដ្ឋអាមេរិកពីសមាជិករដ្ឋសភារបស់សហរដ្ឋអាមេរិកដែលទៅកម្ពុជាផងទៅថៃផងហ្នឹងអាចទៅមើលកិច្ចការហ្នឹងបាទហ្នឹងគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងហ្នឹងហើយបើសិនបើក្រុមការងារហ្នឹងគាត់ទុនជ្រាយមិនអាចនឹងមានសមត្ថភាពស្មើនឹងថៃប្រហែលជាយើងចិញ្ចីយើងនៅខាងក្រោមគេជន់យើងបាទជន់ជាប់ចំណិចតែម្ដងហើយបាទអញ្ចឹងដូច្នេះយើងមើលកម្លាំងដែលថៃគាត់ល្បីជាកម្លាំងខ្លាំងខាងការទូតឥឡូវហ្នឹងបែរជាយើងអាចមើលឃើញផ្នែកទទេតែម្ដងឥឡូវហ្នឹងមើលឃើញលោកអនុทิនគាត់និយាយម្ដងលេចម្ដងកើតលោកសៀស័កភួងគាត់កើតដែលគេល្បីថាអ្នកការទូតជើងចាស់របស់ថៃហ្នឹងគាត់និយាយរហូតដល់គេហៅថាអ្នកការភូតវិញបាទអញ្ចឹងដូច្នេះមិនមែនតែយើងមើលឃើញអន្តរជាតិគេមើលមិនឃើញទេបាទគេមើលឃើញដូចគ្នាទៅចាំថាពេលដែលយើងមកនិយាយនៅអង្គការសហប្រជាជាតិគឺបណ្ដាញពីខាងផ្លូវការរបស់អង្គទូតរបស់ប្រទេសនីមួយៗនៅប្រចាំប្រទេសមួយគេធ្វើរបាយការណ៍គេទៅហើយអង្គការសហប្រជាជាតិក៏គេមានរបាយការណ៍ដែរដែលខ្ញុំធ្លាប់បាននិយាយពីរឿងកន្លងមកបទពិសោធន៍របស់ខ្ញុំអញ្ចឹងណាដូច្នេះគេដឹងហើយគ្រាន់តែភាសាការទូតគេមានការជ្រើសរើសណាគេអត់មាននិយាយដួងក្តាំងអីទេវាផ្អែមល្ហែមគេនៅតែលួងលោមនិយាយឲ្យល្អជានិច្ចបាទនេះគឺជាអ្វីដែលខ្ញុំអាចបញ្យល់បរមីសីហៈប៉ុណ្ណឹងបានណាបាទសង្ឃឹមថាអាចទទួលបានខ្លះហើយមានអ្នកដែលអាចបញ្យល់បានល្អជាងខ្ញុំនឹងច្រើនតទៅទៀតផងដែរណាបាទតែខ្ញុំសូមចូលរួមចំណែកប៉ុណ្ណឹងបាទឥឡូវហ្នឹងគឺមាននរណាមួយទៀតសុំមួយទៀតចោះដូចជាវែងតិចដែរណាបាទអូនផាវិបងលទ្ធផលឃើញហើយលោកតាមខាងលោក Yahoo ហើយតាមថាលោកហើយបាទហ្នឹងហើយបាទហ្នឹងដូចតែខ្ញុំបាននិយាយអញ្ចឹងមិនមែនមិនអ៊ីស្រាអែលមកពជាអាមេរិកទេមិនពជាលោកតាមបានទេបាទដូចពេលមួយចំនួនធ្លាប់បានមិនតែនៅកាំងរូបទៀតដែរបាទឬតែសម្លេងកាំងដែរបាទមិនអាចពជាលោកតាមបានទេបាទអូខេមួយទៀតសំណាងសឿបាទស្អែកចាំធ្វើបច្ចុប្បន្នភាពជូននៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិណាបាទគឺបាទនៅមិនទៅមុខទៅក្រោយទេគឺថ្ងៃនេះខាងអ៊ុយក្រែនផ្លោងដាក់រោងចក្រប្រេងរបស់រុស្ស៊ីវិញសងសឹកវិញដែរបាទមាននរណាទៀតអូបុនយ៉ានថាមកជំរាបសួរលោកតាមមើលទៅខ្មែរនិងថៃជាច្បាំងគ្នាមិនផុតទេមើលទៅបើសប្តាហ៍នេះវាទន្ទ្រានដីខ្មែររាល់ថ្ងៃទាំងទីខ្មែរនៅព្រំដែនឃើញថារុញគ្នាទៅវិញទៅវាច្បាំងគ្នាដែរទេលោកកឹមសេងបាទយើងមើលស្ថានភាពនៃការវិវត្តន៍គឺវាមិនជារឿងមួយគួរឲ្យជាទីពេញចិត្តសោះតែម្ដងមិនគួរតិចចិត្តសោះតែម្ដងប៉ុន្តែសង្ឃឹមថានឹងអាចជិះអត់ធ្មត់ដល់កម្រិតមួយកុំឲ្យមានការស្លាប់អីប៉ះទង្គិចគ្នាបាទចាំបានពេលខ្លះយើងចេះតែនិយាយឲ្យគេប្រយុទ្ធឲ្យអីហ្នឹងគឺគ្នានៅនោះជួបការលំបាកណាស់គ្នាប្រឹងណាស់បាទហើយចេះតែយើងថ្មតែដៀលថាគ្នាធ្វើឲ្យបាត់ដីបាត់អីហ្នឹងគឺមិនទេគ្នាប្រឹងប្រែងណាស់នៅកន្លែងនោះបាទបងប្អូនយុទ្ធជននៅក្នុងសមរភូមិនោះគាត់បាទគាត់ឆ្លាញ់ទឹកដីដូចតែយើងចឹងដែរណានៅខាងនោះណាបាទអស់ហើយបាទមានសំណួរច្រើនទៀត
បាទចឹងសូមអរគុណប្រិយមិត្តចាន់មិញកាំងរូបភាពទៀតហើយមិនដឹងជាយ៉ាងម៉េចកម្មវិធីនេះបាទចឹងអរគុណសូមជម្រាបលាណាបាទ